សម្រាប់បងណាខ្លះចង់ចេះធ្វើជ្រក់តាពាំងបងអាចមើលវីដេអូនឹងបានណាបងណាធានាថាចេះហ្មងបងហើយឆ្ងាញ់ទៀតបងជាដំបូងយើងត្រូវមានតាពាំងសិនណាបងណាតាពាំងធំអញ្ចឹងក៏បានបងប្រើជាប្រភេទតាពាំងព្រិចក៏បានដែរបងមិនសិនជាបងមានតាពាំងព្រិចតែឆ្ងាញ់ទៀតបងឥឡូវយើងចិត្តឲ្យរឹងនេះអស់បងណាបងយកតែតុននៅខាងក្នុងវាទៅបានហើយបងហើយចិត្តជាកង់បន្ទាប់មកបងចិត្តជាចំណិតឲ្យទូចដូចខ្ញុំអញ្ចឹងណាបងដើម្បីឲ្យវាចូលជាតិបានល្អណាបងហើយយើងយកទៅលាងទឹក2 3ទឹកទៅបងលាងទឹកឲ្យស្អាតទៅបងណាចាបងសម្រាប់ការហាន់បងចំណូលបែបណាបងហាន់បែបនឹងបានណាបងតែសម្រាប់ខ្ញុំគឺខ្ញុំចូលចិត្តបែបនឹងបងហាន់ទៅគឺចូលជាតិបានល្អតែម្ដងចាបន្ទាប់មកទៀតយើងត្រូវដាំទឹកបងដាក់ទឹកដាំទឹកឲ្យពុះហើយយើងដាក់តាពាំងរបស់យើងចូលបងដាក់អំបិលបន្តិចផងចាបងបន្ទាប់ពីយើងរងាស់បាន15ទៅ20នាទីយើងចាប់ផ្ដើមចាក់តាពាំងនឹងចូលក្នុងកធុនដើម្បីឲ្យវាស្រស់ទឹកបានល្អណាបងណាបងយកទៅលាង2 3ទឹកទៀតក៏បានដែរបងបន្ទាប់មកយើងយកដាក់ក្នុងទូទឹកកកដើម្បីឲ្យតាពាំងរបស់យើងនោះគឺស្រួយស្រាប់តែឥឡូវយើងហាន់ខ្ទឹមហើយនឹងម្ទេសចាបងត្រៀមបែបអញ្ចឹងមកបងមានម្ទេសអាយសាច់មានខ្ទឹមហើយនឹងមានម្ទេសដូចអញ្ចឹងមកណាហើយបន្តមកទៀតបងយើងត្រូវកូរស្ករក្រហមចាបងដើម្បីឲ្យវាឡើងហមឈ្ងុយបងដាក់ប៊ីចេងឬក៏រ៉េឌីបន្តិចអំបិលហើយនឹងទឹកត្រីមួយស្លាបព្រាអញ្ចឹងណាបងតើមកយើងដាក់ទឹកចូលបងទឹកសុទ្ធណាបងណានេះបន្ទាប់ពីយើងកូរគ្រឿងហើយអស់ហើយបងយកតាពាំងនៅក្នុងទូទឹកកកមិញហ្នឹងបងយកមកលាយចូលគ្នាឲ្យសព្វអូយបងអើយបងមើលពណ៌ណាបងឡើងតំណងបងឡើងឆ្ងាញ់នេះបងកូរវាឲ្យសព្វឲ្យវាចូលជាតិចឹងមកបងឲ្យនឹកឃើញក្លៀនទៀតបងអ្នកដល់ឆ្ងាញ់ចាតើបើយើងធ្វើហើយក៏យើងចាក់ចូលកំប៉ុងបែបហ្នឹងមកយើងដាក់ក្នុងទូទឹកកកណាបងណារយៈពេល1ថ្ងៃទៅ2ថ្ងៃគឺជូរល្មមឆ្ងាញ់ហ្មងចាធានាដឹងតែឆ្ងាញ់បងអាចធ្វើបានមើលវីដេអូនឹងដល់ចប់ណាបងណានឹងតបងចេះធ្វើហ្មងវីដេអូរបស់នាងខ្ញុំបានដល់ទីបញ្ចប់ហើយអរគុណច្រើនបងជម្រាបលា